anh mẹ làm mày đai mà lênภาษาทะเลบัตตีเลือกตะโบงเนี่ย nhóm thay mày nhóm sừng quá นะอุ้ยเมื่อเคยไหมโอ้ยเมื่อเคยไหมย่อเมื่อผมมาตีตังซาเตี้ยกัดซะนะ Vậy ruộng cứ tha bà chả máu gòn khăm gòn là chỗ bình khảo khăm luôn phong khăm chương phong đời xa nhưng mơ sẽ cho ba nhưng về từng cuối nó khinh phong lại đằng xã cả non đi từng cuối từ ở bàn mơ sẽ bụng gòn được cái bài này ได้บังโรพลังดังเตี้ย bao trăm lệ. bà đã lời ní dương cái bụng tại vừa đầm na chụp từ căn tờ lệ bát tì nằm bảy tờ lệ Pasat Boran cái hậu tha Pasat Tập Rung ឥឡូវយើងដល់ផ្លូវបាត់ហើយថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនទៅលេងប្រាសាទបុរាណហើយប្រាសាទទលេបាទីនេះដែរគឺអត់នៅឆ្ងាយពីភ្នំពេញប៉ុន្មានទេយើងជិះពីភ្នំពេញមកមួយផ្លែតដល់ហើយអត់ចំណាយពេលយូរទេនិយាយរួមនៅខេត្តតាកែវនេះគឺប្រាសាទបុរាណមានច្រើនកន្លែង ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងធ្វើដំណើរមកដល់ទលេបាទីបាទប្រាសាទដែលនៅខាងក្រោយយើងនេះគឺមានឈ្មោះថាប្រាសាទតាព្រំតិចទៀតខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាផ្ទៃខាងក្នុងប្រាសាទទាំងអស់គ្នាថាតើមានទស្សនវិជ្ជាអីខ្លះ បងប្អូនទាំងអស់គ្នាតាយើងទៅ ហើយថ្ងៃហ្នឹងអត់ទេសួរតិចសិនថ្ងៃហ្នឹងមានអារម្មណ៍មិនដែរដែលបានមកលើកទី1ទេមែន ចាលើកទី1ខ្ញុំមិនដែរ បងនឹងលើកទីម៉ាននេះទេដោយសារកន្លែងនេះបងមកថតឡើងមកថតរហូតទេហ្នឹងមិនមែនមកថតខ្លួនឯងគឺមកថតរឿង ថតរឿងបង រឿងសិត សពសិតបងប្អូនតាមពិតគេរឿងមកសពសិតគេមកថតនៅនឹងសពបងប្អូន បាទ ហើយខ្ញុំមិនដែរដឹងទេខ្ញុំមកទី1និយាយទៅខាងតាកែវនេះគឺដល់ខាងប្រាសាទហ្នឹងលើកទី1ខ្ញុំហីគុណបងប្រុសដែលគាត់នាំខ្ញុំមកស្គាល់ប្រាសាទផ្សេងដែលលើទីតាំងនេះហ្នឹងតាអ្នកអរគ្នាចូលមើលអរគ្នាហ្មងតា បាទឥឡូវនេះយើងធ្វើដំណើរចូលមកដល់ទីធ្លាខាងក្នុងហើយអញ្ចឹងនេះគឺជាប្រាសាទនៅទលេបាទីគេហៅថាប្រាសាទតាព្រំអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នានៅខាងក្នុងតាបាទឥឡូវនេះយើងធ្វើដំណើរចូលមកដល់ប្រាសាទទលេបាទីនៅខាងក្នុងបាទទស្សនវិជ្ជានៅខាងក្នុងឃើញថាស្អាតមែនតើមកយើងទៅទស្សនាបន្ថែមទៀតនេះគឺជាទស្សនវិជ្ជានៅជុំវិញប្រាសាទមានចម្លាក់បុរាណមានអីចឹងណាមានអប្សរាស្អាតទេណាប្រាសាទបុរាណនៅកន្លែងនេះគឺសាងឡើងពីថ្មបាយក្រៀមហើយទីធ្លាប្រាសាទនេះក៏រៀងធំគ្រាន់បើដែរចឹងយើងទៅមើលបន្ថែមទៀតនៅខាងនេះបាទនេះគឺជាតួប្រាសាទខ្លោងទ្វារផ្នែកមួយទៀតនៅខាងក្រោយហើយខាងនោះគឺជាលបងនិយាយរួមប្រាសាទនៅទលេបាទីនេះគឺមានទំហំធំគ្រាន់បើដែរហើយថ្ងៃនេះស្ងាត់ល្អមែនតើដោយសារជាទូទៅគេមកកំសាន្តអីចឹងគេមកចុងសប្តាហ៍ដូចសៅរ៍អាទិត្យចឹងណាបាទនេះគឺជាជ្រុងមួយនៅក្នុងប្រាសាទដោយផ្ទាល់តែម្ដងបាទឥឡូវយើងទៅទស្សនាបន្ថែមទៀតទស្សនាពីបរិវេណជុំវិញប្រាសាទមើលនេះខាងខ្លោងទ្វារនេះធំណាធំស្អាតបាទនេះគឺជាទស្សនវិជ្ជាខាងក្រៅរបស់ប្រាសាទតាព្រំដែលស្ថិតនៅស្រុកបាទីខេត្តតាកែវផងដែរហើយនេះគឺជាទស្សនវិជ្ជាជុំវិញនៅខាងក្រៅប្រាសាទបាទឃើញថាមានដើមឈើម្លប់ត្រឈឹងត្រឈៃតែម្ដងដើមឈើតូចធំគឺមានច្រើនមែនតើហើយសម្រាប់
ប្រាសាទនេះផងដែរមានកន្លែងខ្លះក៏នៅល្អកន្លែងខ្លះក៏បាក់បែកអញ្ចឹងទៅដោយតែបាត់ខ្ញុំបានបង្ហាញអញ្ចឹងនេះខ្ញុំមកលេងអញ្ចឹងហើយខ្ញុំក៏បានផ្តិតយករូបភាពដើម្បីចែកជូនបងប្អូនពុកម៉ែទាំងអស់គ្នាដើម្បីបានទស្សនាកំសាន្តផងដែរបាទនេះគឺជាទស្សនវិជ្ជាជុំវិញប្រាសាទគឺមានដើមឈើមានដើមត្នោត Cái khóc cả. បាទនេះគឺជាទស្សនវិជ្ជាជុំវិញប្រាសាទហើយនេះជាខ្លោងទ្វារមួយជ្រុងទៀតនេះខ្ញុំធ្វើការថតជុំវិញដើម្បីចែកជូនបងប្អូនទស្សនាអញ្ចឹងណាហើយនៅទីនេះមានដើមឈើធំធំមែនតើបាទនេះគឺជាបរិវេណមួយជ្រុងទៀតក្នុងប្រាសាទនៅទន្លេបាទីបាទគឺដើមឈើធំធំមែនតើនេះ បាទឃើញថាទីធ្លាប្រាសាទគឺថាមានភាពស្រស់ស្អាតមែនទែនដោយសារមានយាយតាក៏ដូចជាមានអ្នកថែរក្សានៅទីធ្លាប្រាសាទផ្ទាល់មើលទៅឃើញអត់មានសម្រាមឬក៏មានអីទេគឺឃើញភ្លឹងតែម្ដងគឺស្អាតមែនទែនបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅខាងក្នុងប្រាសាទនៅទន្លេបាទី បានសម្រាប់ប្រាសាទតាព្រំដែលស្ថិតនៅស្រុកទន្លេបាទីខេត្តតាកែវនេះផងដែរខ្ញុំសង្កេតថាឃើញអត់សូវមានរូបចម្លាក់ក្បាច់នៅលើប្រាសាទប្រហែលទេនៅតាមរបងប្រាសាទគឺឃើញតែមកឲ្យក្រៀមសុទ្ធអានេះខ្ញុំមិនដឹងដែរថាក្នុងរចនាបថអីហើយគេសាងឡើងដើម្បីគោរពបូជាបែបណាទេអញ្ចឹងបើសិនជាបងប្អូនអ្នកដែលយើងដឹងមានជំនាញផ្នែកបុរាណវិទ្យាអាចចូលខមមិនក៏ដូចជាអាចចែករំលែកចំណេះដឹងសម្រាប់បងប្អូនយើងទាំងអស់គ្នាបានផងដែរបាទនេះគឺជាទស្សនវិជ្ជានៅខាងក្រៅបាទនេះគឺជាលបងប្រាសាទប្រាសាទលបងប្រាសាទនៅខ្លះហើយបាក់បែកខ្លះបានពេលដែលខ្ញុំមកទស្សនានៅប្រាសាទបុរាណមិនថាប្រាសាទនៅទន្លេបាទីឬក៏ប្រាសាទផ្សេងទេខ្ញុំតែងតែនឹកស្ញប់ស្ញែងដល់បុព្វបុរសខ្មែរយើងដែលគាត់បានសល់ទុកស្នាដៃដ៏អស្ចារ្យមួយនេះសម្រាប់កូនខ្មែរយើងទាំងអស់ផងដែរMình coi nó còn món lấy lên còn này មានអារម្មណ៍មិនដែរមកលើកដំបូង សម្រាប់ខ្ញុំថ្មីចាស់ និយាយរួមនៅចិត្តបំពេញក៏ពិតមែនណាតែបើអត់ដឹងថាមកលើកដំបូងសោះនេះ ហើយបងឯងស្គាល់នឹងដោយសារអី តាមពិតកន្លែងនេះបងមកធ្លាប់មកលេងញឹកមែនតើហើយដល់អ្វីដែលញឹកជាងគេគឺមកថតរឿង ហ្នឹង បលឹមឡើងដល់បងថតរឿងរឿងសពប្រសិទ្ធ រឿងសពប្រសិទ្ធអូរឿងហ្នឹងខ្ញុំអត់បានថតទេតែឃើញបងឯងប្រាប់ខ្ញុំដែរតា បាទថតរឿងហ្នឹងដល់ថ្នាក់មានឈុតកាប់ដាវកាប់អីក្នុងហ្នឹងទៀតណា ហ្នឹង ឈុតវាយគ្នាអូការថតហ្នឹងសុបាយណាស់ ការមកថតនៅហ្នឹងរយៈពេលប្រហែលប៉ុន្មានដែរ អេដូចជាយូរឆ្នាំដែរហើយ យូរឆ្នាំដែរ ហ្នឹងហើយ 3ឆ្នាំ4ឆ្នាំទេ ហ្នឹងហើយប្រហែល ប៉ុណ្ណឹងហើយហើយនេះរយៈពេលដែលមកថតហ្នឹងពិបាករឿងហ្នឹងបង
đường sập sắt đằng xẹp Đường này đằng xa với dương tua sầm đai được kia ta lư ta bịa bồ ràn môi đai sưu tê hay đắp bài chương anh cặp nơi tới ấy mày sợi bẹ bồ ràn hơi cặp cả thọt rừng nâng á cặp đai cặp ấy đai bền tên á đai đai chứ lòng thun có đục mỏng cho mày thử hạt xôm này xóm là nâng thẹn kia ấy dây rúm bà bạn dây mà mát cứ bà bạn thọt thử bồ ràn ấp sưu tê hay đọc tê mòn ní vì chân pin bàn tay đại sao là dương nè class scholar nè class đằng này bởi dương ăn bàn và hai chắc ăn đằng này hay tam bất trăng ao ở bong ôn ở cài sọc ở khơi hay chỉ phải xét bong ôn nè nơi cài bật tay hết á hiện trở cái nơi khang từ cài nó cứ tràn nè tam bong đằng chẳng ở nhà tập tập hiệp chẳng song môi nếp nhà bong ôn ở khang ảnh đi một phong bạn và sân địa bàn khơi hai complete cho subscribe YouTube cái đôi chia tam đan tu sanh videoពួកខ្ញុំទាំងអស់គ្នាផងដែរចាហើយខ្ញុំពួកខ្ញុំនឹងព្យាយាមនាំអ្នកទាំងអស់គ្នាទៅស្គាល់ជាមួយនឹងប្រាសាទដែលនៅស្រុកខ្មែរយើងបាទប្រាសាទផ្សេងទិដ្ឋភាពក៏ដូចជារមណីយដ្ឋានផ្សេងបន្ថែមទៀតចាហើយជាមួយនឹងប្រាសាទនេះដែរឮសូរថារៀងយូរឆ្នាំដែរប្រាសាទដូចមិនខុសគ្នាយូរណាស់និយាយរួមប្រាសាទបុរាណមិនថានៅទីរួមខេត្តផ្សេងនៅក្នុងស្រុកខ្មែរយើងនិយាយរួមគឺបុរាណទាំងអស់តែក្នុងឆ្នាំដែលកសាងគឺខុសគ្នាតែប៉ុណ្ណឹងឯងបាទហើយហៅរចនាបថណាផាគ្នាទាំងអស់និយាយរួមរចនាបថខ្មែរមើលមកចេញដឹងតែរបស់ខ្មែរហ្មងបាទអត់ចាប់អារម្មណ៍ពីក្រោយចាប់អារម្មណ៍និយាយរួមមកថតនេះគឺបងចាប់អារម្មណ៍ដើមឈើនៅនេះគឺដូចនឹងកវត្តអត់ធំខ្លាំងណាវត្តយើងអង្គុយដឹងប្រហែល100ឆ្នាំហើយឥឡូវគាត់តែមើលវត្តប៉ុណ្ណឹងយើងដឹងឆ្នាំបាត់ហ្នឹងឯងថាហ្នឹងហើយនៅនេះមិនត្រឹមយើងមកទស្សនាប្រាសាទបុរាណបានទេណាយើងអាចមកកំសាន្តមកលេងមកថត pre wedding មកថត vlog ផ្សេងនិយាយទៅប្រាសាទយើងមាននៅកន្លែងណាបងប្អូនទៅលេងទៅដោយសារអីប្រាសាទស្រុកខ្មែរយើងមានកន្លែងច្រើនណាស់ដែលយើងអត់ទាន់ស្គាល់ដូចខ្ញុំអ្នកអំពេញណាខ្ញុំអ្នកថតរឿងឲ្យដើរតាមខេត្តច្រើនផងខ្ញុំអត់ស្គាល់អត់ទេភ្ញាក់ផ្អើលដល់លឺគាត់ថាតែលើកដំបងភ្ញាក់ឡើងព្រឺតហ្មងហ្នឹងហើយនៅក្បែរអំពេញមែនតើជិះពីអំពេញមកអត់ឆ្ងាយទេព្រោះខេត្តកណ្ដាលយើងមិនតិចមកដល់ហើយលឿនណាស់បានដល់បើនិយាយរួមចិត្តភ្នំតាម៉ៅដូច1ម៉ោងណាអត់ដល់ទេបើពីនោះមកដល់1ម៉ោងទេហ្នឹងហើយបើយើងជិះពីនេះទៅភ្នំជីសូ1ម៉ោងហ្នឹងនេះចិត្តមែនតើណាភ្នំតាម៉ៅហើយបានមកដល់ហ្នឹងយ៉ាអូខេចឹងបងប្អូនអ្នកដែលចង់មកទន្លេបាទីចង់មកមើលប្រាសាទដែលនៅក្រោយពួកខ្ញុំបាទចង់មកមើលប្រាសាទគាត់កុំភ្លេចមកមើលផ្ទាល់នេះគឺគ្រាន់តែជាទស្សនវិជ្ជាដែលខ្ញុំបានផ្តិតដើម្បីបង្ហាញជូនតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ឃើញភាពស្រស់ស្អាតដោយដែលខ្ញុំបង្ហាញបងប្អូនអញ្ជើញមកផ្ទាល់មកឃើញស្រស់ស្អាតមែនតើដូចគេនិយាយថាចេះលឺ1000ដង100ដងអត់ស្មើនឹងយើងឃើញម្ដងហ្នឹងប្រាសាទខ្មែរយើងបពាក់បរោះខំប្រឹងកសាងដែលបន្សល់ទុកឲ្យកូនចៅយ៉ាងហោចណាស់ក៏យើងមានលើកទី1ដែលត្រូវមកលេងដែរដូចខ្ញុំអញ្ចឹងខ្ញុំអត់ដែលស្គាល់បានគាត់អរគុណថ្ងៃនេះជាមួយនឹងហៀបាទនាំខ្ញុំទៅភ្នំជីសូយកមិញគាត់តែខលមកអូនណាទៅភ្នំជីសូទៅលេងប្រាសាទនៅគៀកពេញតាមពិតស្មាស្គាល់ដែរទេអត់មានដឹងថាថ្មីចេះទេអត់ដឹងសោះហ្មងចេះសញ្ញាសួរពេញបាល់ចំនៅគៀកពេញមានប្រាសាទដែរប្រាសាទភ្នំជីសូបងទៅលើកទី2ហ្នឹងហ្នឹងគាត់នៅលើកទី1 20ឆ្នាំមុនលើកទី2 20ឆ្នាំក្រោយហើយឥឡូវមិនមែនថាបានទៅប្រាសាទនៅភ្នំជីសូឯណាមកលេងដល់ប្រាសាទនៅទន្លេបាទីទៀតហួសហើយចំណេញបាទឥឡូវយើងចាំជួបគ្នានៅคลิปក្រោយទៀតបងប្អូនកុំភ្លេចតាមដានទស្សនាchannel របស់ពួកខ្ញុំហើយកុំភ្លេច subscribe ផងណាបាទឥឡូវយើងទៅទស្សនាទស្សនវិជ្ជាជុំវិញបរិវេណប្រាសាទបន្ថែមទៀតបាទសម្រាប់ចម្លាក់នៅប្រាសាទគឺមានចម្លាក់គួរសមច្រើនគួរសមដោយសារចម្លាក់ខ្លះក៏នៅស្អាតទាំងស្រុងចម្លាក់ខ្លះក៏បានបាក់បែកខូចខាតខ្លះផងដែរដោយដែលខ្ញុំបានបង្ហាញជូនអញ្ចឹងបាទនេះគឺជាចម្លាក់នៅលើតួប្រាសាទតាព្រំ
បានមើលជុំវិញប្រាសាទខ្លួនឯងរួចហើយកន្លែងនេះស្ងប់ស្ងាត់ស្អាតហើយនិយាយរួមទៅគឺខាងយាយតាគាត់ថែអាសាបានល្អណាសូម្បីសម្រាប់អីហើយការថែទាំបោចវល់អីរហូត ដោយសារនេះមានអ្នកថែទាំបោះសម្អាតជុំវិញប្រាសាទអ្នកមើលការពារប្រាសាទអីចឹងណា ចា ជាទូទៅដោយសារប្រាសាទបុរាណត្រូវតែមានអ្នកថែទាំត្រូវមានគេហៅថាអញ្ញាធិដើម្បីអញ្ញាធិពាក់ព័ន្ធអីគាត់មើលថែបើមិនមើលថែទេអត់បានទេនេះគឺជាសម្បត្តិបតិកភណ្ឌសម្រាប់ប្រទេសរបស់យើងផងដែរ ចាហ្នឹងហើយចូលរួមទាំងអស់គ្នាជាមួយនឹងបងប្អូនខ្មែរយើងមកលេងជាមួយនឹងប្រាសាទខ្ញុំសូមអំពាវនាវឲ្យអំពាវនាវទៀតដោយសារអីប្រទេសយើងគឺជាប្រទេសអច្ឆរិយៈជាងគេមានប្រាសាទដែលល្អខ្លាំងជាងគេច្រើនជាងគេហើយនឹងតាមតំបន់ខេត្តផ្សេងគឺមានច្រើនដែលយើងអាចកំបាំងហើយយើងអត់ដែរទៅច្រើនណាស់ បើសិនជាពួកយើងមកទស្សនាក៏ដូចជាមកកំសាន្តកុំភ្លេចថែរក្សាបរិស្ថានឲ្យល្អផងបាទ ហូបអីខ្ចប់ហើយយកទៅបោះខាងក្រៅឬមួយកន្លែងណាមានធុងសម្រាប់អីយើងនាំគ្នាជួយថែអាសាទៅហ្នឹងហើយសម្រាប់คลิปខ្ញុំពេលនេះគឺមានតែប៉ុណ្្នឹងឯងចាអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលទាំងក្រៅស្រុកនិងក្នុងស្រុកអរគុណបងប្អូនទាំងអស់គ្នាដែលចូលមើលក្នុង channel ខ្ញុំទាំងពីរនាក់ បាទនេះគឺជាចម្លាក់មួយដែលនៅប្រាសាទនៅទន្លេបាទី បាទក្នុងនេះក៏ខ្ញុំអត់ដឹងថាអត្តន័យយ៉ាងម៉េចដែរតែបើសិនជាបងប្អូនដែលគាត់ដឹងពីអត្តន័យចម្លាក់មួយនេះសូមកុំភ្លេចចូលខមមិននៅខាងក្រោមផងដើម្បីចែករំលែកចំណេះដឹងដល់បងប្អូនដទៃទៀតដែលគាត់អត់ដឹងហើយមួយនេះទៀតក៏ជារូបចម្លាក់មួយផ្នែកទៀតដែរដោយសារអានេះបើតាមខ្ញុំដឹងអានេះត្រួសដូចជាគោសមុទ្រទឹកដោះដោយសារមានទេវតាមួយចំហៀងមានយក្សមួយចំហៀងហើយខាងលើដូចជាមានប្រអិនឋានលើអីដូច តាមខ្ញុំគិតដូចជាគោសមុទ្រទឹកដោះបើសិនជាមានការខុសឆ្គងអីក៏សូមធ្វើការខន្តីអភ័យទោសបើសិនជាបងប្អូនណាដឹងច្បាស់អាចខមមិននៅខាងក្រោមបានអរគុណច្រើនតែយើងឥឡូវយើងធ្វើដំណើរទៅវិញហើយ ពួកយើងបានមកលេងហើយក៏មកថតគ្នាហើយមកថតរឿងមកថតរឿងហើយចង់ថតមែនតើចង់ថតមកថតរឿងឬមកសំរឿង មកថត review ឲ្យបងប្អូននៅក្រៅស្រុកក្នុងស្រុកដែលគាត់អត់ដែរដឹងពីភាសាខ្មែរយើងឲ្យអ្នកនរគ្នាមើលហ្នឹងហើយយើងនាំគ្នាមកមើលសិក្សាខ្ញុំឃើញពួកគាត់មិញសូម្បីតែផ្ទាំងសាលាក៏គាត់ទៅមើលដែរថានៅក្នុងផ្ទាំងសាលាម្ដុំហ្នឹងមានអត្ថន័យអីទេ ចាពីព្រោះយើងចង់ដឹងមែនតើថាជារូបភាពអីបង្ហាញពីអីចឹងអត្ថន័យអីខ្លះដល់ហើយតោះឥឡូវចាប់ហើយយើង go បាទបងប្អូនទាំងនេះហើយនេះឃើញថាការដែលខ្ញុំបង្ហាញពីទស្សនវិជ្ជានៅប្រាសាទនៅទន្លេបាទីក៏បានមកដល់ទីបញ្ចប់ផងដែរបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ បងប្អូនកុំភ្លេចចូលទៅ Subscribe YouTube របស់ខ្ញុំបាទមួយម្នាក់ផងដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាព័ត៌មានថ្មីៗបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ